ច្បាប់ទាំង5ខាងក្រោមនេះបើសិនជាបងប្អូនទាំងអស់គ្នាអនុវត្តបានរាងកាយរឹងមាំសុខភាពល្អមិនងាយឈឺហើយអាយុវែងទៀតបងប្អូនទាំងអស់គ្នាកុំភ្លេចចូលមើលវីដេអូមួយហ្នឹងរហូតដល់ចប់ហើយជួយចុច share ចែករំលែកវីដេអូហ្នឹងម្នាក់មួយផងច្បាប់ទី1ដែលបងប្អូនត្រូវដឹងគឺការដែលយើងទទួលទានសាច់ឲ្យបានតិចហើយបន្ថែមនៅបន្លែឲ្យបានច្រើនបងប្អូនដឹងហើយរាងកាយរបស់មនុស្សយើងគឺយើងត្រូវការប្រូតេអ៊ីនចេញពីសាច់ប៉ុន្តែបើសិនជាបងប្អូនចង់ឲ្យសុខភាពមួយនេះល្អប្រព័ន្ធរំលាយអាហារបងប្អូនល្អព្យាយាមកាត់បន្ថយនៅក្នុងការញ៉ាំសាច់ប៉ុន្តែបងប្អូនត្រូវបន្ថែមពពុះបន្លែចូលឲ្យបានច្រើនជាពិសេសបើសិនជាបងប្អូនបានបន្លែធម្មជាតិដែលបងប្អូនដាំដោយផ្ទាល់ដៃមានបន្លែបៃតងមានបន្លែចម្រុះពណ៌អីហ្នឹងសុខភាពបងប្អូននឹងរឹតតែប្រសើរពេលណាដែលបងប្អូនទទួលទាននៅបន្លែចម្រុះពណ៌ឬក៏ពពុះបន្លែដែលមានការសរសៃច្រើនរាងកាយរបស់បងប្អូនមិនមានបញ្ហាប្រឈមជាមួយនឹងការលើសខ្លាញ់លើសស្ករទេព្រោះប្រភេទអាហារកាកសរសៃគឺវាជួយទៅបឺតឬក៏វាជួយទៅចាប់ជាតិស្ករឬក៏ពពុះខ្លាញ់នៅក្នុងសាច់ឈាមបងប្អូនគឺបានល្អខ្លាំងមែនទែនពេលណាដែលបងប្អូនទទួលទាននៅប្រភេទអាហារទាំងអស់នេះចូលទៅច្បាប់ទី2បងប្អូនទាំងអស់គ្នាគួរតែហូបស្ករឲ្យបានតិចបំផុតនៅក្នុងមួយថ្ងៃហើយបន្ថែមនៅពពុះផ្លែឈើបងប្អូនទាំងហើយនៅក្នុងផ្លែឈើមួយចំនួនគឺវាមានជាតិស្ករធម្មជាតិចឹងបងប្អូនញ៉ាំចូលទៅអត់សូវមានផលប៉ះពាល់ដោយប្រភេទស្ករកែច្នៃឬក៏ប្រភេទស្ករដែលប្រែរូបទេបងប្អូនជាមួយនឹងការដែលបងប្អូនញ៉ាំពពុះផ្លែឈើបើសិនជាអាចដោយរូបខ្ញុំបានធ្វើវីដេអូជាច្រើនមកហើយគឺពពុះផ្លែឈើដែលបងប្អូនដាំដោយផ្ទាល់ដៃគឺកាន់តែល្អខ្លាំងជាងផ្លែឈើដែលបងប្អូនទិញទៅតាមទីផ្សារផ្លែឈើងាយៗដែលបងប្អូនអាចញ៉ាំបានមានដូចជាពពុះផ្លែតបាយផ្លែល្ហុងផ្លែទីបដែលបងប្អូនអាចដាំបាននៅតាមស្រុកស្រែចម្ការឬក៏ជនបទហ្នឹងសុទ្ធតែជាផ្លែឈើដែលជួយទៅដល់សុខភាពរាងកាយបងប្អូនគឺល្អខ្លាំងមែនទែនហើយសុខភាពអត់មានគីមីជាតិពុលទៀតច្បាប់ទី3គឺគេឲ្យបងប្អូននឹងធ្វើសកម្មភាពឲ្យបានច្រើនជាងនៅមួយកន្លែងកុំឲ្យឈរនៅមួយកន្លែងយូរហើយក៏មិនឲ្យអង្គុយនៅមួយកន្លែងយូរដែរបងប្អូនសង្កេតឃើញនៅខាងប្រទេសជប៉ុនគឺបើនិយាយពីខាងគ្រឿងយន្តនេះហ្នឹងគឺគេប្រើតិចបំផុតទៅលើការបើកបរគឺគេប្រើការថ្មើរជើងនឹងច្រើនជាងដែលធ្វើឲ្យជនជាតិនៅក្នុងប្រទេសហ្នឹងគឺអាយុវែងមែនតើច្បាប់ទី4នេះគឺការដែលបងប្អូនគេងឲ្យបានគ្រប់គ្រាន់ហើយគ្រប់គ្រង stress ឲ្យបានបងប្អូនទាំងអស់គ្នាបើដឹងថាខ្លួនឯងកំពុងតែ stress toxic គិតច្រើនអារម្មណ៍អវិជ្ជមានច្រើនហ្នឹងព្យាយាមទៅកន្លែងណាដែលបងប្អូនគិតថាធ្វើឲ្យអារម្មណ៍បងប្អូនសុបាយធ្វើអីដែលបងប្អូនពេញចិត្តមើលរឿងឬក៏មើលអ្វីដែលធ្វើឲ្យបងប្អូននឹងមានសំណើចចេញមកគឺវាកាត់បន្ថយនូវភាព stress ព្រោះមនុស្សយើងតែកាលណាយើង stress យើងមានបញ្ហាយើងនៅមួយកន្លែងហើយយើងអត់មានអ្នកប្រឹក្សាទៀតវានាំឲ្យបងប្អូននឹងចាប់ផ្ដើមគិតនេះគិតនោះវាផលអវិជ្ជមានចូលនៅក្នុងជីវិតបងប្អូនទាំងគ្នាដែលមើលវីដេអូនេះជឿលើច្បាប់ស្រុកទាញអត់មនុស្សយើងតែអារម្មណ៍យើងគិតបែបណាអារម្មណ៍យើងអវិជ្ជមានវានាំតែរឿងអវិជ្ជមាននឹងចូលក្នុងជីវិតរបស់យើងជាប្រចាំបងប្អូនដែលនិយមចូលចិត្តអានសៀវភៅឬក៏ស្ដាប់នៅច្បាប់ស្រុកទាញបងប្អូនដឹងហើយវត្ថុណាដែលដូចគ្នាគឺវាទាញមករកគ្នានឹងឯងដូចជាដៃឆក់អញ្ចឹងបងប្អូនទាំងគ្នាបើសិនជាបងប្អូនយកដៃឆក់ទៅឆក់ក្តាស់ក៏វាអត់ឆក់ដែរតែបើសិនជាបងប្អូនយកដុំឆក់ទៅឆក់ជាមួយវត្ថុធាតុដែលដូចគ្នាដូចជាពពុះដែកអីហ្នឹងគឺវាចាប់ដើមស្រោបអញ្ចឹងមនុស្សយើងដូចគ្នាតែកាលណាយើង stress toxic គិតច្រើនរឿងអវិជ្ជមានរឿងអត់ល្អហ្នឹងគឺចាប់ផ្ដើមហៅគ្នាមករាល់ថ្ងៃច្បាប់ទី5ចុងក្រោយគឺបងប្អូនយកអារម្មណ៍សប្បាយរីករាយមកប្រើប្រាស់នៅក្នុងជីវិតឲ្យបានច្រើនជាងការដែលយើងខឹងសម្បារទៅលើអ្នកដទៃបងប្អូននឹងហើយមនុស្សយើងនៅក្នុងរាងកាយមួយគឺយើងមានអារម្មណ៍ច្រើនមែនតើអារម្មណ៍ខឹងសម្បារអារម្មណ៍រីករាយអារម្មណ៍អត់សប្បាយចិត្តអារម្មណ៍ពិបាកចិត្តអារម្មណ៍បែបនេះបែបនោះគឺវាចេញមករាល់វិនាទីគឺមានច្រើនអារម្មណ៍មែនតើអញ្ចឹងបងប្អូនអ្នកគ្នាចង់ឲ្យរាងកាយនេះសុខភាពល្អរាងកាយនេះរឹងមាំបងប្អូនព្យាយាមយកអារម្មណ៍សប្បាយមកប្រើជាងអារម្មណ៍កាត់ទុកឬក៏អារម្មណ៍ខឹងសម្បារទៅលើអ្នកដទៃព្រោះពាក្យថាខឹងអត់មានការចំណេញទេបងប្អូនមានតែការខឹងខុសខឹងខាតពាក្យបុរាណមួយតែងតែពោលថាឈើវាមទឹកឆាប់ពុកមនុស្សវាមទុកឆាប់ស្លាប់សម្រាប់បងប្អូនដែលចូលមើលវីដេអូនេះដល់ចប់កុំភ្លេច comment នៅក្នុងវីដេអូនឹងម្នាក់មួយផងហើយយកច្បាប់ទាំង5នេះទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃទាំងអស់គ្នា